បាទសួស្តីជម្រាបសួរបងប្អូនអរគ្នាបាទហើយនេះជាសកម្មភាពដែលខ្ញុំបាទមុនឡើងឆាកប្រកួតបាទអញ្ចឹងនៅមុនឡើងឆាកប្រកួតនេះខ្ញុំយកចាប់ពីចំណុចបាញ់ថ្នាំបានន័យថាយើងបាញ់ថ្នាំហ្នឹងដើម្បីមុនឡើងឆាកព្រោះរាល់ការប្រកួតកីឡាកាយវប្បកម្មនេះគឺយើងមានការបាញ់ថ្នាំដើម្បីឲ្យចេញពណ៌រាងកម្ៅបើនិយាយទៅគឺកម្មវិធីនីមួយៗឲ្យតែកីឡាកាយវប្បកម្មគឺយើងត្រូវលាបឬក៏បាញ់អញ្ចឹងដើម្បីឲ្យងាយស្រួលដាក់បន្ទុកនៅលើឆាកបាទដើម្បីសាច់របស់យើងមើលទៅគឺអាចតែឃើញតែសៃឃើញការស្ងួតឃើញអីច្បាស់ជាងដែលយើងសារយើងមានភ្លើងមានអីចឹងណាបាទហើយបន្ទាប់មកគឺខ្ញុំមុន warm up ឡើងឆាកហ្នឹងគឺខ្ញុំប្រើជាប្រភេទtop up បាទអញ្ចឹងប្រភេទ top up នេះគឺខ្ញុំប្រើមកស្លាបព្រាបាទបើនិយាយទៅគឺខ្ញុំប្រើមកស្លាបព្រាដើម្បីឲ្យសាច់ទី1គឺមានកម្លាំងក្នុងការ warm up ទីក្នុងការ warm up ហ្នឹងឲ្យយើងមានកម្លាំងឲ្យផាំដាស់ស្មារតីយើងមកវិញអញ្ចឹងណាដោយសារយើងអត់ទឹកអត់អីមកអញ្ចឹងវាធ្វើឲ្យយើងរៀងមានអារម្មណ៍មួយថាអត់សូវមានកម្លាំងដែរអញ្ចឹងយើងត្រូវហូបប៉ុណ្ណឹងដើម្បីជំនួយកម្លាំងហើយនឹងជាប្រភេទជំនួយចិត្តទឹកបាទអញ្ចឹងគឺជំនួយចិត្តទឹកនេះមិនថាបងប្អូនដែលអត់ប្រកួតឬក៏បងប្អូនដែលហាត់ប្រាណធម្មតាគឺពិតជាល្អខ្លាំងមែនទែនបាទដើម្បីជំនួយចិត្តទឹកដោយសារតែខ្ញុំអត់ទឹកមកយប់ហើយអញ្ចឹងគឺខ្ញុំត្រូវត្រៀមទឹកប្រភេទជំនួយចិត្តទឹកបន្ថែមមកវិញដើម្បីមុនឡើងឆាកការពារលមួលសាច់ដុំការពារអីចឹងទៅបាទអញ្ចឹងគឺល្អខ្លាំងមែនទែនជាពិសេសបងប្អូនដែលហូបទឹកតិចហាត់ប្រាណហ្នឹងក៏យើងអាចប្រើបានដែរបាទហើយនៅពេលដែលយើងក្លុកវាឲ្យរលាយហើយបានយើងចាប់ផ្ដើមហូបហើយបានយើងwarm up បាទបើយើង warm up ដើម្បីឲ្យជាតិទឹកហើយប្រភេទ top up នេះគឺជាប្រភេទដូច pre workout ដែលជំនួយកម្លាំងហើយនឹងពេញចិត្តទឹករបស់យើងឲ្យបានល្អការពារលមួលសាច់ដុំអីជាដើមបាទអញ្ចឹងឥឡូវនេះគឺខ្ញុំចាប់ផ្ដើម warm up បដើហើយដោយសារតែយើងមើលទៅតាមកលៈទេសៈនឹងពេលវេលាដែលយើងត្រូវ warm up ដោយសារតែចប់គេទៅគឺយើងត្រូវឡើងហើយអញ្ចឹងយើងត្រូវបែងចែកយ៉ាងម៉េចពេលវេលាយ៉ាងម៉េចដើម្បីឲ្យងាយស្រួលសម្រាប់ខ្លួនយើងក្នុងការឡើងឆាកកុំឲ្យប្រញាប់ប្រញាប់ពេកឬក៏កុំឲ្យថាយើងធ្វើទៅមុនពេកលឿនពេកក៏អត់ល្អដែរបាទអញ្ចឹងអត់ល្អទេអញ្ចឹងយើងធ្វើតាមដំណើរមួយរបស់យើងកលៈទេសៈអញ្ចឹងមិនដាក់កន្លះឥឡូវដាក់មួយទៀតលើកដាច់ហ្មងដើម្បីយកកម្លាំងក្នុងការ warm up ហើយគឺយើង warm up ហើយបន្តិចទៀតគឺត្រូវឡើងឈរហើយបាទគឺត្រូវឡើងឈរហើយអញ្ចឹងគឺដាក់យកកម្លាំងសិនបាទដើម្បីជំនួយចិត្តទឹកឲ្យជាដើមហើយបន្ទាប់មកគឺកីឡានេះគឺបើនិយាយទៅខ្ញុំប្រកួតគឺយើងបង្កើនមិត្តភាពច្រើនមែនទែនទាំងដែលបងប្អូននៅប្រទេសចិនក៏សួរថាយើងជនជាតិអីយើងមកពីណាហើយធ្វើបានប្រកួតកម្មវិធីនៅទីនេះទេដោយសារគាត់ធ្លាប់ប្រហែលធ្លាប់ស្គាល់ធ្លាប់ឃើញអញ្ចឹងណាបាទហើយខ្ញុំក៏បានប្រាប់ទៅគាត់ទៅថាខ្ញុំមកពីកម្ពុជាបាទគឺខ្មែរបាទអញ្ចឹងគាត់ថាអូអញ្ចឹងគាត់សុំមើលសាច់ពោះមើលអីអញ្ចឹងណាថាមិនដែលធ្វើបានបណ្ណាហើយអីហើយអញ្ចឹងហើយគាត់ថាគឺខ្ញុំធ្វើបានល្អគឺ classic physics អញ្ចឹងគាត់ក៏រស់រេមែនតើបាទរស់រេមែនតើហើយនេះទេដែលបានស្គាល់គាត់ហើយជាមួយអ្នកបាញ់ថ្នាំមិញហ្នឹងដូចស្គាល់គ្នាអញ្ចឹងខ្ញុំដូចស្និទ្ធស្នាលគ្នាណាស់វិញកាលហើយទៅស្គាល់គ្នាមិញហ្នឹងទេបាទហើយទៅនិយាយលាក់តាក់មកគាត់ដូចស្គាល់គ្នារាប់ឆ្នាំអញ្ចឹងបាទហើយហ្នឹងយើងបង្កើននៅមិត្តភាពបាទគឺខ្ញុំទៅណាគឺអញ្ចឹងបាទគឺខ្ញុំចាំមានមិត្តភ័ក្តិមានអីច្រើនអង្គុយបៀមស្ករគ្រាប់លេងដោយសារយើងត្រូវហូបរបស់ផ្អែមសូកូឡាអីចឹងណាអញ្ចឹងគួយបៀមស្ករគ្រាប់លេងមកគាត់ចឹងទៅជជែកគ្នាលេងអូជាតិស្ករគ្រាប់ជើដកមកលិតមួយទៀតអត់ចាអារម្មណ៍ទេអូយឆ្ងាញ់បាទហើយបន្ទាប់មកគឺដល់មកបាទអញ្ចឹងយើងចាប់ផ្ដើមwarm up អញ្ចឹងការ warm up នេះគឺយើង warm up ដៃទ្រូងស្មាអីជាដើមបាទហើយបន្ទាប់ពីយើង warm up ហើយគឺដល់វគ្គដែលគេប្រកាសCambodia ហើយនឹងឈ្មោះរបស់យើងឡើងទៅលើឆាកហើយខ្ញុំមិនអាចបើកនេះបានដោយសារបងប្អូនខ្ញុំបោះនឹងពេកទៅជាប់បទចម្រៀងគឺយើងជាប់ copyright អញ្ចឹងណាអញ្ចឹងបានខ្ញុំដាក់ voice over វិញអញ្ចឹងនេះគឺការប្រកួតវិញ្ញាសា classic physics បាទ classic physics ដែលយើងត្រូវឈរនៅចំណុចស្អាតរបស់យើងដើម្បីឲ្យគណៈកម្មការមើលមុនសិនបាទចាប់មកនៅពេលដែលយើងឈររួចរាល់អស់ហើយអញ្ចឹងគឺដល់វគ្គដែលយើងចាប់ផ្ដើមប្រៀបធៀបបាទចាប់ផ្ដើមប្រៀបធៀបអញ្ចឹងដូចថាមានកីឡាករប្រៀបធៀបម្ដង5នាក់អញ្ចឹងណាអញ្ចឹងនេះគឺប្រៀបធៀបវគ្គដំបូងបើន័យថាគេអត់ទាន់ជំរើសយក first call out ទេគឺបើន័យថាក្នុងការឈរ5នាក់ហ្នឹងជ្រើសរើសមកឈរដើម្បីប្រៀបធៀបសាច់
màn tị sân và tập máu tiết là pe để dương show chẳng hết ban kê nèคือจะviệc để kê hào first call out nè đã hào máu không chừng luôn pram nè ní cứ nè đã trôi cho nó mà thọc phá vậy bà này thà nó không pram nè nó cứ đăng tại lệnh mũi đã lệnh pram này nè để kê hào máu trôi không vậy từ bóng đằng bà chẳngอันนี้คือจับmiền ca show miền ca và hai sạch đom tàu và cam ca tàu tam là biệp này bị nhẹ xa classic physics bà chẳng cứ cái lá co với không bị nhẹ xa ní cứ miền đậm nè bà hay trong mặt cho ba tham miềnประมาณประเทศโจรวมเต้ปันไตคือmiền cái lá co chra này hay đậm nhẹ níคือយើងចូលក្នុងចំណោម top 5 ហើយអញ្ចឹងយើងចាប់ផ្ដើមប្រឹងនៅចំណុចសាច់ដុំនីមួយៗតាមផ្នែករបស់យើងទាំងអស់ណាបាទអញ្ចឹងប្រឹងខ្នងប្រឹងហើយអញ្ចឹងតើអ្នកបងប្អូនមើលនេះយើងចាប់ផ្ដើមដល់វាប្រឹងខ្នងអីគេមើលគូតពីការបែកនៃចំណុចសាច់ដុំពីអីអញ្ចឹងទៅខ្នងអីអញ្ចឹងតើបាទហើយចំណុចនេះគឺគេមើលទៅលើនេះគេចាប់ផ្ដើមបដូរកលាករបានន័យថាបើអ្នកនៅឈរកាន់តែកដាលគឺអ្នកហ្នឹងគឺបានលេខ1ហើយបាទគឺដឹងលេខ1ហើយអ្នកដូចគ្នា5អ្នកអញ្ចឹងបើអ្នកឆ្វេងអ្នកស្ដាំអញ្ចឹងអ្នកដូចខ្ញុំឈរតណៃរបស់ខ្ញុំនេះគឺខ្ញុំលេខ4លេខ5ហើយអត់ទាន់ចូលទៅដល់លេខ2លេខ3ឬលេខ1ទេបើអ្នកនៅកដាលដឹងលេខ1ហ្នឹងបងប្អូនគឺគេមើលទៅគឺលេខ1ហើយអញ្ចឹងសម្រាប់អ្នកនៅគៀនបើដូចខ្ញុំឈរអញ្ចឹងខ្ញុំអាចនៅលេខ4ឬលេខ5ជាមួយនឹងអ្នកគៀនខាងនេះទៀតហើយអ្នកនៅអមជាមួយអ្នកខាងកដាលហ្នឹងលេខ2លេខ3អញ្ចឹងណាបាទហ្នឹងគឺងាយស្រួលយល់ទេបងប្អូន IFBB គឺគេបែងចែកអញ្ចឹងចឹងឥឡូវគឺប្រៀបធៀបទៅទៀតហើយគេអត់ទាន់ហៅខ្ញុំចូលកដាលទេបាទគឺខ្ញុំនៅក្នុងតំណែងឈរគឺលេខ4លេខ5នៅឡើយទេចឹងយើងឈរហើយឈរទៀតម្ដងហើយម្ដងទៀតពីចំណុចនីមួយៗដើម្បីកម្មការកាត់មើលដាក់បន្ទុកដាក់អីចឹងទៅបាទហើយគឺមើលទាំងអស់ហ្នឹងបងប្អូនជើងក្រោយកភួនជើងគូតខ្នងចកេះគ្រប់ចំណុចសាច់ដុំដោយសារតែយើងប្រកួត Classic Physics នេះគឺត្រូវការរៀងស្អាតហើយបែកស្ងួតនេះឥឡូវគេចាប់ផ្ដើមហៅខ្ញុំចូលហើយបាទអញ្ចឹងគឺបាទចូលមកកដាលហើយបាទចូលមកកដាលអញ្ចឹងកដាលនេះគឺខ្ញុំអាចនៅក្នុងលេខ2ឬក៏លេខ3បាទន័យថាអញ្ចឹងណាដោយសារអ្នកដែលនៅក្នុងកដាលចំគ្នា5អ្នកអញ្ចឹងគឺច្បាស់ហើយ 100% ហើយគឺកាត់លេខ1ហើយដោយសារតែកាត់គេដាក់កាត់នៅក្នុងកដាលអញ្ចឹង IFBB គឺគេកំណត់សម្គាល់នៅក្នុងចំណុចហ្នឹងបាទអញ្ចឹងដូចខ្ញុំនៅឈរតំណែងលេខ2លេខ3បើមិនលេខ2លេខ3ហ្នឹងយើងអត់ទាន់ថាយើងលេខ2ឬអីច្បាស់តែលេខ2លេខ3ហ្នឹងហើយបាទហើយកដាលគឺលេខ1ហើយគៀនឆ្វេងស្ដាំគឺ4 5ហើយបាទអញ្ចឹងគឺអត់ខុសទេបាទគឺគេរៀបអញ្ចឹងហ្មងចឹងនៅពេលដែលយើងប្រៀបធៀបហើយអានេះគឺចំណុចដែលយើងថាមើលទៅលើក្បាលពោះជើងអីចឹងទៅហើយយើងឈរតាម style តាមបច្ចេកទេសទៅតាមអ្វីដែលយើងប្រឹងឲ្យមានតែគេរបៀបរបបដែលក្បាច់មកប្រមាណហ្នឹងគឺដាក់ទៅតាមហ្នឹងបាទហើយនេះគឺដើម្បីជឿជាក់ថាចំណុចណាដែលយើងឈរស្អាតជាងគេបាទចំណុចនេះអញ្ចឹងខ្ញុំជឿជាក់ថាខ្ញុំឈរស្អាតនៅចំណុចនេះអញ្ចឹងយើងឈរនឹងគេឈរផ្សេងទៅតាមចំណុចនីមួយៗដែលរាងកាយរបស់យើងគិតថាយើងស្អាតក្នុងចំណុចហ្នឹងបាទបង្ហាញភាពស្អាតមួយទៅឲ្យគណៈកម្មការអញ្ចឹងនៅពេលដែលចប់ហើយគឺយើងមានការបានន័យថាទាំងអស់គ្នាកីឡាករដែលជាប់ក៏ដោយមិនជាប់ក៏ដោយគឺបានន័យថាក្នុងវិញ្ញាសាហ្នឹងជាមួយគ្នាគឺមកឈរ post down បានន័យថាបង្ហាញពីការសាច់ដុំលើកចុងក្រោយដើម្បីឲ្យបងប្អូនគាត់លក្ខណៈថាមើលឲ្យបានសប្បាយភ្នែកអញ្ចឹងណាយើងអាចប្រឹងទៅតាម style របស់យើង free style យើងអាចប្រឹងរបៀបមិនក៏បានដែរបាទរបៀបមិនក៏បានដែរដែលយើងជឿជាក់គាត់ថាយើងស្អាតអញ្ចឹងឲ្យទៅហើយខ្ញុំនេះមករកតអ្នកលេខ1ហើយបាទព្រោះមើលគាត់តាំងពីក្រោមមកឃើញគាត់ស្អាតដល់អញ្ចឹងចង់បានរូបបានឲ្យចិត្តគាត់ខ្លះដោយសារមើលទៅខាងក្រោមនេះគាត់ស្អាតបាទអញ្ចឹងមកកលចិត្តតអ្នកលេខ1អញ្ចឹងបាទឈរទៅតាមអ្វីដែលយើងគិតថាយើងជឿជាក់ថាយើងស្អាតជាងអីចឹងទៅហើយគាត់ជឿជាក់ខ្នងខ្ញុំអត់ខ្លាចដែរប្រឹងដែរព្រោះកីឡាយើងអត់មានទៅនេះទេគឺសិតតែមិត្តល្អទាំងអស់គ្នានៅពេលការប្រកួតបាទគឺយើងនៅលើឆាកប្រឹងប្រកួតប្រជែងចង់ឈ្នះរៀងខ្លួនតែដល់ពេលដែលគាត់ចាប់គឺមិត្តភ័ក្តិទេបាទឥឡូវនេះគឺប្រកាសហើយចឹងដូចខ្ញុំបាននិយាយចឹងអ្នកលេខ4លេខ5ទៅហើយចឹងឥឡូវខ្ញុំលេខ3គឺដោយសារខ្ញុំឈប់គៀងខាងហ្នឹងតែមកគឺបន្តមកទៀតអ្នកលេខ2លេខ1ចឹងទៅដូចខ្ញុំដូចយើងបងប្អូនមើលទៅលើការឈរចឹងណាឈរប្រៀបធៀបគឺអត់ខុសគ្នាទេចឹងឈរមកគឺអញ្ចឹងដូចគ្នាបាទគឺ IFBB គេកំណត់សម្គាល់ចំណុចហ្នឹងហើយបាទងាយទេបងប្អូនអាចសិក្សាបានហើយអានេះគឺយើងឈរ3នាក់តែមកគឺអ្នកឆាំគឺឈរម្នាក់ឯងបាទហើយយើងអបអរសាទរគាត់ទៅដោយសារការខិតខំប្រឹងប្រែងមកគាត់ខ្ញុំប្រឹងប៉ុណ្្នឹងហើយដល់គេប្រឹងប៉ុណ្ណាទៀតបាទអញ្ចឹងគឺយើងអបអរសាទរគ្នាទៅវិញទៅមកហើយចុះមកក៏មានបងប្អូនជនជាតិចិនឬអីផ្សេងៗគាត់ក៏អបអរសាទរយើងហើយយើងក៏ងក់ក្បាលទៅតាមហ្នឹងទៅបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងបាទគឺបានលេខ3វិញ្ញាសា Classic Physics បាទ